រឿងរ៉ាវដ៏រន្ធត់មួយនេះបានកើតឡើងកាលពីជាង10ឆ្នាំមុនក្នុងអំឡុងពេលដែលខ្ញុំនៅជាក្មេងមាត់ត្រៀមប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិឬបាក់ឌុបកាលនោះដោយសារតែជីវភាពគ្រួសារខ្ញុំក្រីក្រនៅផ្ទះមិនសូវមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ហើយក៏មិនមានភាពស្ងប់ស្ងាត់ល្អសម្រាប់រៀនសូត្រខ្ញុំក៏សម្រេចចាត់ទៅសុំលោកសង្ឃដើម្បីស្នាក់នៅក្នុងកុដិមួយដែលនៅដាច់ឆ្ងាយពីគេបន្តិចនៅប៉ែកខាងក្បែរវត្តដើម្បីមានអារម្មណ៍មូលក្នុងការមើលមេរៀនកុដិនោះគឺជាកុដិឈើឆាក់បុរាណមួយដែលសង់តាំងពីសម័យមុនសង្គ្រាមធ្វើពីឈើគគីទាំងស្រុងសសរឈើធំធំពុនកំពុនជើងដំរីនិងមានបង្អួយស្លាបព្រិលដែលបិទបើកលាន់ឮសំឡេងងឺតងឺតគួរឲ្យរំខានរាល់ពេលខ្យល់បក់ម្ដងកុដិនេះហ៊ុំព័ទ្ធទៅដោយដើមឈើធំៗជាច្រើនជាពិសេសគឺដើមពោធិ៍3ដើមដែលដុះនៅពីក្រោយកុដិមែករបស់វាសាយភាយគ្រប់ដណ្ដប់ដំបូលធ្វើឲ្យបរិយាកាសនៅទីនោះត្រជាក់ស្រអែងនិងងងឹតស្លុបសូម្បីតែពេលថ្ងៃត្រង់រាត្រីមួយនោះគឺជាថ្ងៃសៅរ៍ធំដ៏ផាំកោតដែលព្រះច័ន្ទពេញបរមីរះចាំងចូលតាមប្រឡក់បង្អួចបង្កើតជាស្រមោលវែងពេញក្តារកុដិមិត្តភក្តិ2នាក់ទៀតដែលធ្លាប់មកដេកកំដរខ្ញុំពួកគេបានសុំច្បាប់ទៅផ្ទះវិញអស់ហើយនៅសល់តែខ្ញុំម្នាក់ឯងគត់ដែលកំពុងអុជទៀនមើលសៀវភៅជីវវិទ្យាម៉ោងប្រហែលជា12យប់ទៅហើយភាពស្ងប់ស្ងាត់បានចូលមកគ្របដណ្ដប់ពេញវត្តមានតែសំឡេងឆ្កែយំពីចម្ងាយលាយឡំជាមួយនឹងសំឡេងខ្យល់បក់ប៉ះស្លឹកពោធិ៍ឮសូរប្រាវស្រាប់តែបរិយាកាសក៏ចាប់ផ្ដើមប្រែប្រួលសំឡេងឆ្កែនៅក្នុងវត្តដែលធ្លាប់តែព្រុសគ្នាដេញខំគ្នាស្រាប់តែបដូរមកជាការលូសំឡេងលូរបស់វាស្ដាប់ទៅល្វើយវែងនឹងអ៊ូបន្លាយយ៉ាងសៅដែលចាស់តែងតែចំណាំថាបើឆ្កែលូបែបនេះនៅថ្ងៃសិលគឺវាកំពុងតែឃើញអ្វីម្យ៉ាងដែលមិនមែនទីមនុស្សកំពុងតែដើរចូលមកហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួលដៃជើងត្រជាក់ហើយរោមដៃក៏បាក់ខ្ញាក់ដៃគ្មានមូលហេតុអារម្មណ៍ខ្ញុំចេះតែភ័យភ្នែកចេះតែលួចមើលទៅឆ្វេងទៅស្ដាំខ្លាចក្រែងមានអ្វីនៅក្បែរខ្លួនខ្ញុំក៏សម្រេចចិត្តបិទសៀវភៅហើយពន្លក់ទៀនដើម្បីចូលដេកដោយរំពឹងថាការដេកលក់នឹងធ្វើឲ្យខ្ញុំបាត់ភ័យប៉ុន្តែអ្វីមិនដូចការគិតគ្រាន់តែខ្ញុំដាក់ខ្លួនដេកហើយបិទភ្នែកមិនទាន់បាន10នាទីផងខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថារាងកាយរបស់ខ្ញុំធ្ងន់ទៅដូចមានថ្មរាប់រយគីឡូមកសង្កត់ពីលើទ្រូងខ្ញុំចង់គម្រើកដៃក៏មិនរួចចង់គម្រើកជើងក៏មិនបានសូម្បីតែបើកភ្នែកក៏បើកមិនរួចដែរនេះគេហៅថាខ្មោចសង្កត់ខ្ញុំដឹងខ្លួនគ្រប់យ៉ាងខ្ញុំឮសំឡេងខ្យល់ឮសំឡេងឆ្កែលូប៉ុន្តែខ្ញុំមិនអាចគ្រប់គ្រងរាងកាយខ្លួនឯងបានទេនៅខឹងពេលដែលខ្ញុំកំពុងតែត្រដំចោលដាក់នឹងហាមនោះស្រាប់តែខ្ញុំឮសំឡេងជើងមនុស្សដើរនៅរានហាខាងមុខកុដិសំឡេងនោះដើរមួយធ្ងន់ទឹកវាដើរយឺតដូចទីមនុស្សចាស់ជរាប៉ុន្តែមានទម្ងន់ធ្ងន់ខុសពីធម្មតាវាដើរពីក្បាលចន្ទាមកឈប់នៅត្រឹមមុខទ្វារបន្ទប់របស់ខ្ញុំហើយក៏ស្ងាត់ទៅវិញខ្ញុំខំប្រឹងសួរថោក្នុងចិត្តណាមោតាសៈប៉ុន្តែសំឡេងជើងនោះមិនបាត់ទេបែរជាមានសំឡេងកោសចិញ្ចាំងក្តារបន្ថែមទៀតក្រេតសំឡេងនោះច្បាស់ណាស់ដូចជាគេយកក្រជាកទៅវិញមកកោសឈើលាយឡំជាមួយនឹងសំឡេងដកដង្ហើមធំនៅក្បែរត្រចៀកខ្ញុំមួយសន្ទុះក្រោយមកអ្វីដែលកាន់តែគួរឲ្យខ្ពើមរអើមបានកើតឡើងស្រាប់តែមានទឹកអ្វីម្យ៉ាងហូរស្រក់តក់ភ្លើពីដានធ្លាក់មកលើមុខរបស់ខ្ញុំតក់វាមានជាស្អិតហើយក្លិនរបស់វាផ្លែហើយក្លិនរបស់វាស្អុយដូចទឹកខ្ទុះឬដោយសត្វកណ្ដាលងាប់ហើមរាប់ថ្ងៃវាស្អុយរហូតដល់ខ្ញុំចង់ក្អៅចងខ្ញុំប្រមូលកម្លាំងចុងក្រោយបើកភ្នែកសម្លឹងទៅលើពីដានឌុបក្រោមពន្លឺព្រះច័ន្ទស្លេកដែលចេះចូលតាមប្រឡក់បង្អួចខ្ញុំបានឃើញរូបភាពមួយដែលខ្ញុំចងចាំដល់ថ្ងៃស្លាប់នៅលើធ្នាមដំបូលកុដិនោះមានរាងកាយរបស់បរិសម្នាក់កំពុងតែតោងចុងនឹងធ្នាមដោយសត្វចែកគេឬដោយសត្វពីងរាងកាយនោះស្គមស្កាំងនៅសល់តែស្បែកដណ្ដប់ឆ្អឹងឃើញឆ្អឹងចំនីរាងដូចកម្មចន្ទើដៃជើងរបស់គាត់វែងអន្លៀងខុសពីមនុស្សធម្មតា
ម្រាមដៃរបស់គាត់ដ៏វែងចាប់ក្តប់ធ្នាមឈើជាប់ករបស់គាត់វែងដូចកសត្វកុកនិងពោះរបស់គាត់ធំកំប៉ុងដូចជាពាងទឹកប៉ុន្តែមាត់របស់គាត់តូចប៉ុនរុនមួយយល់គាត់គឺជាប្រែតភ្នែករបស់គាត់លៀងធ្លាក់មកក្រៅសម្លឹងមកមើលខ្ញុំជាកែវភ្នែកដែលមានតែពណ៌សនិងសរសៃឈាមក្រហមអណ្ដាតដ៏វែងពណ៌ខ្មៅរបស់គាត់កំពុងតែលៀងចេញមកក្រៅលីសទឹកខ្ទុះដែលហូរចេញពីមាត់របស់ខ្លួនឯងហើយស្រក់មកលើមុខខ្ញុំនេះឯងគាត់ព្យាយាមនិយាយមកកាន់ខ្ញុំសំឡេងរបស់គាត់ចេញតាមរន្ធមាត់ដ៏តូចនោះលាន់ឮដោយសំឡេងកញ្ចែឬសំឡេងខ្យល់អ៊ីហើយប្រែជាពីពេចដាច់ថាអត់បានស៊ីអីយូហើយឃ្លានណាស់ធ្វើបុណ្យអើយផងសំឡេងនោះបង្កប់ទៅដោយការឈឺចាប់និងទុក្ខវេទនារាប់រយឆ្នាំខ្ញុំភ័យរន្ធត់ដល់កម្រិតពូទឹកធ្មេញខ្ញុំហូរចេញមកដោយមិនខ្លួនខ្ញុំប្រមូលកម្លាំងចិត្តនិងកម្លាំងកាយទាំងអស់ស្រែកមួយទំហឹងចេញពីបំពង់តកថាជួយផងលោកតាគ្រាន់តែខ្ញុំស្រែកចប់រាងកាយដ៏គួរឲ្យខ្ពើមរអើមុតក៏បាត់ស្រមោឈឹងភ្លើងទៀនដែលរលត់ក៏ហាក់ដូចជាមានពន្លឺឡើងវិញសម្ពាធដែលសង្កត់ពីលើទ្រូងខ្ញុំក៏រលាយទៅបាត់ខ្ញុំស្ទុះក្រោកឡើងទាំងញើសចូលខ្លួនទាំងហត់កាហេបខ្ញុំមិនហៅនៅម្នាក់ឯងទៀតទេខ្ញុំបើកទ្វារបត់រត់ទៅកត់លោកគ្រូសូត្រស្ដាមដែលនៅក្បែរនោះកណ្ដាលយប់លោកគ្រូភ្ញាក់ឡើងដោយការភ្ញាក់ផ្អើលឃើញមុខខ្ញុំស្លេកដោយក្រដាស់លោកក៏សួរនាំរឿងហេតុក្រោយពីស្ដាប់ខ្ញុំនិយាយចប់លោកគ្រូដកដង្ហើមធំនិងមានសង្ឃដីកាថាកុដនេះធ្លាប់មានលោកតាអាចារ្យម្នាក់ឈ្មោះតាសុកស្លាប់នៅទីនេះកាលពីចំនួនប៉ុលពតគាត់កាលនៅរស់គឺទីមនុស្សកំណាញ់ខ្លាំងណាស់មានទ្រព្យសម្បត្តិបណ្ដាលធ្វើបុណ្យទានទេហើយថែមទាំងលួចរបបសងទៅប្រើប្រាស់ផ្ទាល់ខ្លួនទើបស្លាប់ទៅវិញ្ញាណមន្ត្រីណាឆ្ងាយคล้ายជាប្រៃឃ្លៀងឃ្លាតចាំយាមគាត់នេះរាប់សិបឆ្នាំមកហើយលោកគ្រូបានប្រាប់ថាគាត់ប្រហែលជាឃ្លានណាស់ហើយឃើញខ្ញុំជាអ្នកមាននិស្ស័យទើបគាត់មកបង្ហាញខ្លួនដើម្បីសុំចំណែកបុណ្យនៅព្រឹកស្អែកនោះខ្ញុំបានរៀបចំចង្ហាន់បាយបិណ្ឌនិងគ្រឿងឧបភោគបរិភោគដើម្បីធ្វើពិធីបង់សកលឧទ្ទិសកុសលចំពោះម្ចាស់ស្រមោលនោះខ្ញុំបានជ្រួយទឹកហើយនឹកដល់រូបរាងដ៏វេទនារបស់គាត់ដោយអធិដ្ឋានថាសូមឲ្យលោកតាឆាប់បានទៅកាន់សុគតិភពនិងរួចផុតពីភាពស្រេកឃ្លាននេះផងចុះតាំងពីពេលនោះមកខ្ញុំនៅតែបន្តស្នាក់នៅក្នុងកុដិនោះដដែលរហូតដល់ប្រឡងជាប់ប៉ុន្តែខ្ញុំលែងដែលឃើញឬឮសំឡេងអ្វីរំខានទៀតឡើយហាក់ដូចជាគាត់បានទទួលចំណែកបុណ្យហើយបានទៅចាប់ជាថ្មីឬក៏ទៅកន្លែងដែលល្អជាងនេះប៉ុន្តែរាល់ថ្ងៃសិលដែលមានព្រះច័ន្ទពេញបរមីហើយមានសំឡេងឆ្កែលូខ្ញុំតែនឹកឃើញដល់រូបភាពប្រែតតោងធ្នីមនិងពាក្យថាឃ្លានណាស់នោះជានិច្ចវាជា